một schoolនៅវត្តសវណ្ណមនីហៅវត្តគង់មុចដែលនៅរាប់ដងស្ទឹងខាងកើតនៃដងស្ទឹងសៀមរាបដែលមានចម្ងាយពីផ្លូវជាតិលេខ6ប្រមាណជា3គីឡូម៉ែត្រមុននឹងទៅដឹងប្រវត្តិសង្ខេបនៃវត្តមុនីសវណ្ណហៅវត្តគង់មុចសូមបងប្អូនជួយចុច Subscribe ដើម្បីជាកម្លាំងចិត្តនៅក្នុងការផលិតមាតិកាប្រព័ន្ធទៅនឹងវត្តវាអារាមប្រពៃណីវប្បធម៌និងទេសចរណ៍ផងដែរប្រសិនបើយើងធ្វើដំណើរចេញពីរពងបួលផ្សារចាស់ឆ្ពោះទៅភ្នំក្រោមតាមរាប់ដងស្ទឹងសៀមរាបទៅដល់ស្ពានទី3បត់ឆ្វេងប្រមាណជា30ម៉ែត្រនឹងទៅដល់វត្តគង់មុចជាមិនខានChannel វត្តអារាមទួសូមគ្រប់អនុញ្ញាតក្រាបថ្វាយបង្គំសម្ដេចព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងពុទ្ធសាសនិកជនទាំងអស់ក្នុងនិងក្រៅប្រទេសមកស្គាល់ប្រវត្តិសង្ខេបនៃវត្តមុនីសវណ្ណហៅវត្តគង់មុចដូចតទៅវត្តមុនីសវណ្ណហៅវត្តគង់មុចស្ថិតនៅក្នុងភូមិកក្រាញ់សង្កាត់សៀមរាបក្រុងសៀមរាបខេត្តសៀមរាបក្រោយឆ្នាំ1979ប្រដេជគុណព្រះនាមហ៊ុយខ្ចៅជាប្រជាអធិការរួមជាមួយនឹងពុទ្ធបរិស័ទអាចារ្យគណៈកម្មការចំណុចជើងវត្តរួមមូលមតិជាឯកច្ឆ័ន្ទបានកសាងនៅសាលាធម្មសភាកុដឈើនិងសាលារៀនផងដែរលុះដល់ឆ្នាំ1982ព្រះតេជគុណក៏បានសុគតទៅក្នុងឆ្នាំ1982ដដែលនោះដែរមានព្រះតេជគុណព្រះនាមវណ្ណព្រះអង្គក៏គង់នៅក្នុងវត្តនេះបានរយៈពេល1ឆ្នាំបានស្ថាបនានៅវត្តព្រះអង្គក៏បានលាចាកពីអារាមនេះទៅជាបន្តមកនៅក្នុងឆ្នាំ1983មានព្រះតេជគុណព្រះនាមអ៊ូចជាប្រជាអធិការស្ដីទីបានគង់នៅក្នុងអាវាសវត្តនេះអស់រយៈពេល2ឆ្នាំព្រះអង្គក៏បានជួយកសាងស្ថាបនាទីអារាមនេះល្អសមគួរផងដែរនៅក្នុងឆ្នាំ1985មានព្រះតេជគុណព្រះនាមផ្នែកព្រះអង្គក៏បានគង់ចាំព្រះវស្សានៅវត្តនេះក្នុងរយៈពេល2ឆ្នាំនិងបន្តការស្ថាបនាក្នុងវត្តបានល្អសមគួរជាបន្តបន្ទាប់លុះដល់ឆ្នាំ1986មានព្រះតេជគុណព្រះនាមរស់សុំជាប្រជាអធិការវត្តមុនីសវណ្ណហៅវត្តគង់មុចបាទសូមបញ្ជាក់ផងដែរថានៅក្នុងបរិវេណវត្តមុនីសវណ្ណហៅវត្តគង់មុចនេះចូលមកដល់ក្នុងមានសាលាអាជាសាលាឆាន់មានវ័យចំណាស់ទ្រុឌទ្រោមផងដែរសង្កេតឃើញថានៅខាងក្រោយនៅខាងក្នុងមានរូបភាពចាស់គួរឲ្យចាប់អារម្មណ៍ជាបន្តមកទៀតមានព្រះតេជគុណព្រះនាមយុទ្ធបុណ្យជាប្រជាអធិការនៅវត្តគង់មុចបានស្ថាបនានៅវត្តជាបន្តមកជាបន្តមកទៀតមានព្រះតេជគុណព្រះនាមទឹងក៏ជាប្រជាអធិការស្ដីទីប្រចាំនៅវត្តគង់មុចនេះផងដែរក្រោយមកទៀតអាចារ្យគណៈកម្មការនិងគណៈសង្ឃបានរៀបចំនិមន្តព្រះតេជគុណទិនសុរតជាប្រជាអធិការប្រចាំនៅក្នុងវត្តគង់មុចនេះបាទគណៈពេលនេះសូមសម្រាប់បន្តិចដើម្បីមកព្រែកញ៉ាំកាហ្វេបង្កើនកម្លាំងដើម្បីទៅថតនៅវីដេអូជាបន្តបន្ទាប់នៅវត្តសុវណ្ណផល្លារាំងសីហៅវត្តស្វាយដែលជាវត្តចំណាស់មួយនៅតាមដងស្ទឹងសៀមរាបនេះ ប
បាទសូមបងប្អូនជួយចុច Subscribe Like Share Comment ដើម្បីមានកម្លាំងចិត្តในការផលិតវីដេអូជាបន្តបើ Channel វត្តអារាមទូខុសត្រូវដោយប្រការណាសូមមេត្តាខន្តីអភ័យទោសនិងសូមអរគុណនិងអរព្រះគុណ